តារាចម្រៀងឌៀបសំអាងម្ចាស់បទទឹកហូររំរឹមដ៏ល្បីល្បាញកាលពីទសវត្សរ៍ 80 មហាជនមានវ័យ 50 ឆ្នាំឡើងទៅមុខជាស្គាល់និងធ្លាប់ឮចម្រៀងដ៏សែនពីរោះជាច្រើនរបស់តារាចម្រៀងឌៀបសំអាងដោយនៅក្នុងនោះបទទឹកហូររំរឹមត្រីក្រឹមរេរាជាចម្រៀងដ៏ល្បីល្បាញមួយបទរបស់លោកស្រីដោយសម័យនោះគេបានប្រដូចសម្លេងលោកស្រីទៅនឹងតារាចម្រៀងរៀនច្បងសូសាវឿនត្បិតតែលោកស្រីឌៀបសំអាងបានលាចាកលោកទៅអស់រយៈពេលជាច្រើនឆ្នាំទៅហើយក៏ពិតមែនតែលោកស្រីបានបន្សល់ទុកអនុស្សាវរីយ៍ជាច្រើននិងទឹកដមសម្លេងដ៏ក្រលួចកាលពីដើមខែកញ្ញាឆ្នាំ 2025 នេះក្រោមការដឹកនាំពីលោកវីរៈវណ្ណីក្រុមដំណើរខ្មែរផ្នែកស្រាវជ្រាវក្នុងផែនការមួយឆមាសសម្រាប់ឆ្នាំ 2025 បានរកឃើញឯកសារកិច្ចសម្ភាសន៍មួយជាមួយនឹងតារាចម្រៀងឌៀបសំអាងកាលពីដើមទសវត្សរ៍ 90នៅក្នុងកិច្ចសម្ភាសន៍នោះបានឲ្យដឹងថាលោកស្រីឌៀបសំអាងកើតនៅឆ្នាំ 1956 មានដើមកំណើតនៅឃុំចាំចៅស្រុកដង្កោខេត្តកណ្ដាលដោយមានឪពុកជាមន្ត្រីធនាគារជាតិកម្ពុជានិងម្ដាយជាមេផ្ទះលោកស្រីឌៀបសំអាងមាននិស្ស័យលើវិស័យចម្រៀងតាំងពីអាយុ 13 ឆ្នាំហើយនៅដើមទសវត្សរ៍ 70 សម័យសាធារណរដ្ឋខ្មែរលោកស្រីបានកំពុងរៀននៅថ្នាក់ទី 2 ទំនើបនៃវិទ្យាល័យបង្កក់រាជធានីភ្នំពេញលោកស្រីបានលួចទៅប្រឡងចម្រៀងសម័យទូទាំងប្រទេសក្នុងវិទ្យុសំឡេងសាធារណរដ្ឋខ្មែរហើយទទួលបានចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមបេក្ខជនជាង 1000 នាក់តាមរយៈបទក្លិនស្នេហ៍សំនៀងដើមរបស់លោកស្រីសូសាវឿនដោយគំនាបពីគ្រួសារលោកស្រីមិនបានទទួលចូលបម្រើការផ្នែកចម្រៀងក្នុងស្ថាប័នណាមួយឡើយខណៈដែលមានស្ថាប័នស៊ីវិលនិងយោធាតាក់ទងលោកស្រីជាហូរហែខ្ញុំគិតមិនយល់នឹកស្មានមិនដល់ថាបងបែកចិត្តបាត់បងពីក្រោយរបបខ្មែរក្រហមបញ្ចប់ទៅលោកស្រីបានចូលបម្រើការនៅក្នុងវិទ្យុជាតិលោកស្រីបានថតចម្រៀងផ្សាយតាមវិទ្យុនិងបញ្ចូលនៅក្នុងល្ខោននិយាយជាច្រើនរឿងដូចជាបទទឹកហូររំរឹមបទស្រណោះវាលស្រែបទអុំទូកចុះចតបទដួងច័ន្ទបទសម្រស់នារីស្រុកស្រែបទបណ្ដាំផ្ញើបងនិងបទឆាប់វិលវិញប្រវត្តិពិស្ដាររបស់លោកស្រីឌៀបសំអាងនឹងចេញផ្សាយលម្អិតនាពេលឆាប់ខាងមុខនេះ